ជំរាបសួរសួស្តីបងប្អូនទាំងគ្នាតើយើងទៅរៀនដោះស្រាយចំណាត់បន្តទៀតសូមជួយចុច Subscribe Like និង Comment ក្នុងវីដេអូម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូក្នុងការរៀនដោះស្រាយចំណាត់បន្តទៀតបាទអញ្ចឹងយើងជួបគ្នានៅក្នុងគណិតវិទ្យាមេរៀនទី10ចំណាត់ទី6និងទី7ទំព័រទី75នៅក្នុងថ្ងៃនេះយើងនឹងដោះស្រាយចំនួន2ចំណាត់គឺចំណាត់ទី6និងទី7បាទឥឡូវយើងទៅមើលចំណាត់ទី6កង់រទេះទី1មានកាំប្រវែង7/8ម៉ែត្រហើយកង់រទេះទី2មានប្រវែង17/20ម៉ែត្រតើកាំរទេះទាំងពីរខុសគ្នាប៉ុន្មានម៉ែត្របាទអញ្ចឹងនៅក្នុងចំណោទទី6នេះគឺយើងមានកង់រទេះចំនួន2កង់រទេះទី1គឺមានប្រវែង7/8ម៉ែត្រនិងកង់រទេះទី2មានប្រវែង17/20ម៉ែត្រអញ្ចឹងសំណួរដែលគេសួរគេចង់ដឹងថាតើកង់រទេះទាំងពីរនេះមានប្រវែងខុសគ្នាប៉ុន្មានម៉ែត្រអញ្ចឹងដើម្បីដឹងថាតើកង់រទេះនីមួយៗមានប្រវែងខុសគ្នាប៉ុន្មានម៉ែត្រគឺយើងត្រូវយកកង់រទេះទាំងពីរមកប្រៀបធៀបជាមួយគ្នាថាតើអ្នកណាវែងជាងអ្នកណាខ្លីជាងអញ្ចឹងដើម្បីដឹងថាតើវែងជាងឬខ្លីជាងប៉ុន្មានគឺយើងត្រូវតែធ្វើប្រមាណវិធីដកដោយយកកង់រទេះដែលមានប្រវែងវែងជាងដកកាំរទេះដែលមានប្រវែងខ្លីជាងបាទអញ្ចឹងយើងទៅមើលពីរបៀបដោះស្រាយទាំងអស់គ្នាបងប្អូនយើងដាក់មើល1រកាំរទេះកាំរទេះទាំងពីរខុសគ្នាប្រវែងបាទអញ្ចឹងរកកាំរទេះទាំងពីរខុសគ្នាប្រវែងនៅក្នុងនេះយើងឃើញថាយើងមានកាំរទេះចំនួន2អញ្ចឹងនេះគឺជាកាំរទេះទី1ដូចជារង្វង់1នេះជាកាំរបស់វាអញ្ចឹងកាំទី1របស់វានេះគឺមានប្រវែង7/8ម៉ែត្ររីឯកង់រទេះទី2គឺមានប្រវែងចំនួន17/20ម៉ែត្របាទអញ្ចឹងយើងឃើញថាកាំរទេះទាំងពីរយើងមិនអាចដឹងថាមួយណាតូចមួយណាធំបានទេយើងត្រូវតែតម្រូវភាគបែងរបស់វាជាមុនសិនអញ្ចឹងនៅពេលយើងតម្រូវភាគបែងគឺយើងយកភាគបែងគុណជាមួយនឹងភាគបែងមកយកភាគបែងរបស់យើងគុណជាមួយនឹងភាគបែងរបស់គេអញ្ចឹង8 20ដងស្មើជាមួយនឹង160យើងយកភាគយករបស់យើងគុណនឹងភាគបែងនេះគ្នាអញ្ចឹង7 20ដងស្មើជាមួយនឹង140ម៉ែត្ររីឯប្រភេទទី2ឬកាំរទេះទី2គឺយើងត្រូវតម្រូវភាគបែងដូចគ្នាគឺភាគបែងរបស់វាគឺស្មើជាមួយនឹង160ម៉ែត្រយើងយក17គុណជាមួយនឹងភាគបែងរបស់គេគឺ8អញ្ចឹង17គុណជាមួយនឹង8 7ដង56សរសេរ6ត្រាទុក5 8ម្ដង8ជាមួយនឹង5ស្មើជាមួយនឹង136បាទអញ្ចឹងយើងឃើញថាភាគយករបស់វាគឺស្មើជាមួយនឹង136នៅពេលដែលយើងតម្រូវភាគបែងដូចគ្នារួចយើងឃើញថាភាគយកទី1ស្មើជាមួយនឹង140រីឯភាគយកទី2គឺស្មើជាមួយនឹង136អញ្ចឹងបញ្ជាក់បានថាកាំរទេះទី2គឺមានប្រវែងខ្លីជាងបើដឹងថាកាំរទេះទី2មានប្រវែងខ្លីជាងយើងត្រូវយកកាំរទេះទី1ដកកាំរទេះទី2យើងនឹងឃើញថាតើវាខុសគ្នាប៉ុន្មានម៉ែត្របាទអញ្ចឹងយើងដាក់មកយើងយក7ភាគ8ដកជាមួយនឹង17ភាគជាមួយនឹងភាគជាមួយនឹង20បាទអញ្ចឹងយើងតម្រូវភាគបែងនាំមកយើងបានស្មើជាមួយនឹង140លើ160ដកជាមួយនឹង136លើ160លើ160បាទអញ្ចឹងយើងអាចដាក់ថា7ភាគ8ដក17ភាគ20នេះបានគឺដោយសារតែយើងតម្រូវភាគបែងរួចយើងឃើញថា7ភាគ8គឺមានប្រវែងវែងជាងបាទអញ្ចឹងយើងអាចដាក់ដកវាបានបាទទៀតតទៅទៀតយើងត្រូវដកភាគយកនិងភាគយកគឺយើងយក140ដកជាមួយនឹង136ភាគបែងរបស់វាទុកនៅដដែលគឺ160នោះយើងនឹងស្មើជាមួយនឹង4ភាគ160ភាគ160បាទលេខនេះយើងអាចសម្រួលបានគឺសម្រួលជាមួយនឹង4បាទអញ្ចឹងយើងចែកវាជាមួយនឹង4មកចែកជាមួយនឹង4ចែកភាគបែងជាមួយនឹង4ដល់យើងបាន4ចែក4ស្មើជាមួយនឹង160ចែកដល់4ស្មើជាមួយនឹង40ស្មើជាមួយនឹង40បាទអញ្ចឹងយើងឃើញប្រវែងខុសគ្នាហើយគឺស្មើជាមួយ1ភាគ40ម៉ែត្របាទអញ្ចឹងយើងអាចឆ្លើយប្រាប់គេដូចនេះកាំរទេះទាំងពីរ
ចម្លើយរបស់យើងនៅក្នុងចំណោទទី1បាទអញ្ចឹងបើសិនជាយើងអត់សម្រួលទេយើងស្មើជាមួយនឹង4ភាគ160ម៉ែត្របាទយើងសម្រួលគឺនៅសល់1ភាគ40ម៉ែត្របាទឥឡូវយើងទៅមើលចំណោទទី2របស់យើងវិញតបាទអញ្ចឹងចំណោទទី2របស់យើង7ប្រេងក្នុងធុងទី1មានទម្ងន់1ភាគ2តោនហើយប្រេងក្នុងធុងទី2មានទម្ងន់3ភាគ8តោនកតើប្រេងទាំងពីរធុងមានទម្ងន់ប៉ុន្មានតោនខតើប្រេងក្នុងធុងទាំងពីរមានទម្ងន់ខុសគ្នាប៉ុន្មានតោនបាទអញ្ចឹងនៅក្នុងចំណោទទី7នេះគេនិយាយអំពីប្រេងវិញម្ដងអញ្ចឹងប្រេងរបស់យើងគឺមានចំនួន2ធុងបាទអញ្ចឹងប្រេងរបស់យើងមានចំនួន2ធុងបាទដោយធុងទី1គឺមានទម្ងន់ស្មើជាមួយនឹង1ភាគ2តោនរីឯធុងទី2គឺមានទម្ងន់ស្មើជាមួយនឹង3ភាគ8តោនសំណួរកគេសួរថាតើប្រេងទាំងពីរមានទម្ងន់ប៉ុន្មានតោនអញ្ចឹងដើម្បីដឹងថាប្រេងទាំងពីរមានទម្ងន់ប៉ុន្មានតោនគឺយើងត្រូវធ្វើប្រមាណទីបូកគឺយើងត្រូវយកធុងទី1បូកជាមួយនឹងធុងទី2នោះយើងនឹងឃើញធុងទាំងពីរមានទម្ងន់ប៉ុន្មានតោនបាទអញ្ចឹងយើងដាក់ដំណោះស្រាយរបស់យើងមកដូចនេះគឺលេខ6បាទនេះសូមបញ្ចប់ត្រឹមនេះបាទ7សំណួរករកប្រេងទាំងពីរមានទម្ងន់បាទអញ្ចឹងយើងត្រូវយកធុងទី1បូកជាមួយនឹងធុងទី2អញ្ចឹងធុងទី1គឺមាន1ភាគ2តោនបូកជាមួយនឹងធុងទី2គឺមាន3ភាគ8តោនបាទអញ្ចឹងយើងបូកប្រភេទនឹងប្រភេទអញ្ចឹងដើម្បីបូកប្រភេទនឹងប្រភេទយើងត្រូវតម្រូវភាគបែងជាមួយសិនអញ្ចឹងក្នុងការតម្រូវភាគបែងយើងអាចយកភាគបែងគុណជាមួយនឹងភាគបែងក៏បានបាទអញ្ចឹងភាគបែងគុណភាគបែងគឺ2គុណជាមួយនឹង8ស្មើជាមួយនឹង16បាទអញ្ចឹងភាគបែងទី2ក៏ស្មើជាមួយនឹង16រីឯភាគយកទី1យើងត្រូវយក1គុណជាមួយនឹងភាគបែងរបស់គេគឺ1គុណនឹង8 8ដងស្មើជាមួយនឹង8ភាគយកទី2យើងត្រូវយក3គុណជាមួយនឹង2 3 2ដងស្មើជាមួយនឹង5ស្មើជាមួយនឹង6រួចបូកភាគយកនិងភាគយកយើងបាន8បូកជាមួយនឹង6ស្មើភាគឲ្យ16បាទអញ្ចឹងយើងស្មើជាមួយនឹង14ភាគ15ភាគ16បាទយើងអាចសម្រួលវាបានគឺសម្រួលជាមួយនឹង2បាទអញ្ចឹងយើងចែកភាគយកនឹង2ចែកភាគបែងជាមួយនឹង2បាទអញ្ចឹងចែកនឹង2ទៅ14ចែកឲ្យ2គឺស្មើជាមួយនឹង7 16ចែកឲ្យ2គឺស្មើជាមួយនឹង5 3បាទអញ្ចឹងនេះຂະຫນາດរបស់វាគិតជាតោនបាទទីយើងឃើញថាចម្លើយរបស់វាគឺស្មើជាមួយនឹង7ភាគ8តោនបាទអញ្ចឹងយើងអាចឆ្លើយប្រាប់វាបាននៅសំណួរកដូចនេះប្រេងទាំងពីរធុងមានទម្ងន់7ភាគ8ភាគ8តោនបាទអញ្ចឹងនេះគឺជាចម្លើយនៅក្នុងសំណួរខបាទឥឡូវយើងទៅមើលសំណួរខបន្តទៀតអញ្ចឹងសំណួរខសួរថាតើប្រេងក្នុងធុងទាំងពីរមានទម្ងន់ខុសគ្នាប៉ុន្មានតោនបាទអញ្ចឹងនៅក្នុងសំណួរខនេះគេសួរថាតើប្រេងទាំងពីរមានទម្ងន់ខុសគ្នាប៉ុន្មានតោនដូចលំហាត់ចំណោទរបស់យើងទី6ដែរកាលណាគេសួររកប្រវែងខុសគ្នាឬក៏គេសួររកទម្ងន់ខុសគ្នាគឺយើងត្រូវតែយកប្រេងទាំងពីរមកប្រៀបធៀបជាមួយនឹងគ្នាដោយប្រើប្រាស់ប្រមាណវិធីដកហើយយកទម្ងន់ប្រេងដែលមានទម្ងន់ធ្ងន់ជាងដកនៅទម្ងន់ប្រេងដែលមានទម្ងន់ស្រាលជាងបាទអញ្ចឹងយើងដឹងហើយថាតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីដឹងថាវាមានទម្ងន់ធ្ងន់ជាងឬក៏មានទម្ងន់ស្រាលជាងដោយយើងត្រូវតម្រូវភាគបែងរបស់វាជាមុនសិនអញ្ចឹងនៅពេលយើងតម្រូវភាគបែងហើយយើងឃើញថាធុងទី1គឺមាន8ភាគ16ធុងទី2គឺមាន6ភាគ16នោះយើងនឹងអាចឃើញថា8គឺធំជាង6ដូចនេះយើងត្រូវយកធុងទី1ដកជាមួយនឹងធុងទី2នោះយើងនឹងឃើញលទ្ធផលដែលយើងចង់បាទឥឡូវយើងទៅដោះស្រាយរបស់គ្នាចេញដាក់មកខរកប្រេងក្នុងធុងទាំងពី
ពីមានទម្ងន់ខុសគ្នាបាទអញ្ចឹងយើងត្រូវយកធុងទី1 1ភាគជាមួយនឹង2ដកជាមួយនឹង3ភាគជាមួយនឹង8បាទអញ្ចឹងដូចគ្រូបញ្ជាក់មកអញ្ចឹងថាមិនបានយើងដឹងថា1ភាគ2ដក3ភាគ8គឺដោយសារតម្រូវភាគបែងហើយយើងឃើញថា1ភាគ2គឺស្មើជាមួយនឹង8ភាគ16រីឯ3ភាគ8នេះគឺស្មើនឹង6ភាគ16អញ្ចឹងដល់ពេលភាគបែងដូចគ្នាយើងឃើញថាទី1នេះគឺមានទម្ងន់ធ្ងន់ជាងអញ្ចឹងយើងត្រូវយកទី1ដកទី2បាទអញ្ចឹងយើងដំណើរភាគបែងរបស់យើងមិញគឺស្មើជាមួយនឹង8ភាគ16ដកជាមួយនឹង6ភាគ16បាទអញ្ចឹងធ្វើប្រមាណវិធីដកមកនៅឲ្យយើងបាន8ដក6ភាគ16ស្មើជាមួយនឹង2ភាគ15 1បាទអញ្ចឹងយើងអាចសម្រួលវាបានអញ្ចឹងយើងសម្រួលវាជាមួយនឹង2បាទសម្រួលជាមួយនឹង2យើងឃើញថាវាស្មើជាមួយនឹង1ភាគ8 1ភាគ8តោនបាទអញ្ចឹងបើយើងអាចសម្រួលគឺស្មើជាមួយនឹង2ភាគ16តោនបាទយើងសម្រួលស្មើជាមួយនឹង1ភាគ8បាទអញ្ចឹងយើងអាចឆ្លើយប្រាប់គេដូចនេះប្រេងក្នុងធុងទាំងពីរមានទម្ងន់ខុសគ្នា1ភាគ8តោនបាទអញ្ចឹងនេះគឺជាចំណុចរបស់យើងនៅក្នុងសំណួរខលោកគ្រូសង្ឃឹមថាបងប្អូនទាំងគ្នានឹងអាចមើលពីរបៀបដោះស្រាយនេះបានហើយយកវាទៅអនុវត្តនៅលើចំណុចផ្សេងៗទៀតសូមជួយចុច Subscribe Like និង Comment ក្នុងវីដេអូម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូក្នុងការរៀនដោះស្រាយចំណុចផ្សេងៗទៀតអរគុណជម្រាបលា